ស្រីនោះម៉ែធေါ်គិតមើលខ្មោចស្រីនៅក្នុងការយល់សមនោះគឺគ្មានបំណងធ្វើបាបម៉ែធေါ်ទេគឺគ្មានទេគេគ្រាន់តែមកដើម្បីរំលឹកឲ្យម៉ែធေါ်ប្រយ័ត្នប្រយែងហេតុនេះហើយម៉ែធေါ်ត្រូវតែជឿសម្ដីគេឯងបើម៉ែធေါ်មិនជឿទេប្រយ័ត្នមានគ្រោះថ្នាក់ឯងបានន័យថាហេតុតែយើងយល់សពបែបនេះយើងគួរតែប្រយ័ត្នប្រយែងកុំប្រសាយើងជាមួយនឹងចាងយានម៉ែធေါ်ប្រយ័ត្នប្រយែងប្រកាសជាបានសេចក្តីសុខម៉ែធေါ်ខ្ញុំយល់ថាពេលនេះតទៅរាល់កិច្ចការតាក់ទងនឹងទ្រព្យសម្បត្តិនោះត្រូវតែប្រយ័ត្នប្រយែងឲ្យមែនទែនជាពិសេសគឺត្រារបស់ម៉ែធေါ်ធ្វើយ៉ាងណាកុំឲ្យធ្លាក់ទៅក្នុងដៃរបស់គេអសោះត្រាយមែនហើយខ្ញុំឮសៀវស៊ីនិយាយថាម៉ែធំមានកូនត្រាតូចមួយហើយអ្នកស្រីតូចនោះក៏បានចុះកិច្ចសន្យាមួយទៀតយកមកវិញហើយនៅហ្នឹងហើយយកមកវិញហើយអូវ៉ៃឯងជាអ្នករំលឹកយើងរឿងទាំងអស់នេះតើឯងបារម្ភពីរឿងអីមែនទេចំពោះរឿងនេះគេបញ្ញាប់យកត្រាមកវិញនោះបានន័យថាគេអត់ទាន់ដឹងថាកិច្ចសន្យានេះទេទ្រព្យសម្បត្តិមកលើខ្ញុំទេម៉ែធေါ်កុំអាលភ័យអីហេតុតែម៉ែធေါ်យល់សពរឿងនេះបានន័យថាម៉ែធေါ်មិនមានបញ្ហាអីក្នុងពេលនេះទេគេគ្រាន់តែបញ្យល់សពម៉ែធေါ်ឲ្យម៉ែធေါ်ហ្នឹងប្រយ័ត្នប្រយែងឲ្យមែនទេប៉ុន្តែចាប់ទៅពេលនេះទៅជារឿងផ្សេងម៉ែធေါ်គួរតែដូរត្រាទៅកន្លែងផ្សឹងលាក់ទុកឲ្យបានស្រួលអ្នកណាក៏ដោយឲ្យតែយកត្រាពីម៉ែធေါ်ដាច់ខាតកុំឲ្យគេឲ្យសោះបើសិនជាគេតាំងចិត្តទៀមទាយកត្រាពីម៉ែធေါ်នោះអញ្ចឹងគេប្រកាសជាធ្វើបាបម៉ែធေါ်ក្នុងគ្រួសារតកូលីមិនខានម៉ែធေါ်អញ្ជើញសម្រាប់ចោះខ្ញុំនឹងទៅធ្វើកិច្ចការសិនទៅចោះបងខ្លួនឯងស្រុកនេះពិតជាអ៊ូអរណាស់មែនទេគួរស្ដាយដែលយើងមកទីនេះមិនមែនបដាលីលោកបងខ្លួនឯងកុំរំអីយ៉ាងហោចណាស់ម្ដងនេះយើងបានដំណឹងខ្លះពីការរៀបរាប់របស់ឆាងហ្វូតដបតរឿងក្តីនេះយើងក៏ដឹងថាហេតុការគឺយ៉ាងណាទៅហើយឲ្យតែយើងស្រាវជ្រាវរកផុតតាំងបានពិតប្រាកដនោះខ្ញុំជឿថាចាំងយៀនជាគូនិងចាំងអ៊ីហ្វូប្រកាសជាទទួលទៅមិនអាចប្រកែកបានទេនាងនិយាយត្រូវយើងដាច់ខាតមិនត្រូវឲ្យមនុស្សល្អដូចជាឆាវហ៊ូស្លាប់ដោយអត់ដេកបែបនេះទេប្រកាសជាអញ្ចឹងសុំបើហើយហាងក៏ផុតថ្មីផងហាងនេះជាហាងលក់កណាត់តកូលហឺនតើហាងកណាត់តកូលហឺនតែបងនិយាយថាគេបោះបង់ចោលកន្លះឆ្នាំទៅហើយមែនទេហើយបានជាមានមនុស្សច្រើនយ៉ាងនេះមែនយើងក៏ឆ្ងល់ដែរហេតុអីបានជាស្រាប់តែបាត់ឆាកសារថ្មីវិញចឹងយើងទៅមើលអូសុំអរគុណសុំអរគុណណាសូមអរគុណអរគុណចាស់អរគុណចាស់អរគុណអ្នកអរគុណសូមអរគុណអ្នកខោចាស់ហើយអរសូមអរគុណសូមអស់ចាមែនហាងទៅបាត់ថ្មីហាងកណាត់តកូលហាងចាំមិនដឹងឬមួយគាត់ជាហានសិនគីងដែលយើងតាមរត់ពីដឹងស
សូមអរគុណសូមអរគុណអ្នកទាំងអស់គ្នាសូមអរគុណសូមជើញចូលបាទសូមជើញចូលក្នុងបាទអបអរសាទរអបអរសាទរលបងសំទោសលបងគឺជាតកែថ្មីនៅហាងកណាត់ហាងនេះហ៎បាទហាងរបស់ខ្ញុំទើបបើកសូមជួយគ្រប់គ្រងផងសូមជួយណែនាំផងតើលោកឈ្មោះអីដែរទេខ្ញុំឈ្មោះហានសៀងគីហានសៀងគីយ៉ាងម៉េចមានបញ្ហាអីជំរាបតាមត្រង់ចុះពួកយើងក៏មានការតាក់ទងជាមួយនឹងគ្រួសារតកូលហានដែលជាម្ចាស់ហាងលក់កណាត់ដែរឥឡូវកំពុងតែតាមរកមិត្តចាស់គាត់តកូលហើការពិតលបងហានសៀងគីតានិយាយផ្ដេសផ្ដាស់មែនយើងអត់ស្គាល់គ្រួសារតកូលហើទេលោកមិនស្គាល់ទេបើសិនជាពួកលោកអុកឡុកឆាប់ចេញពីទីនេះភ្លាមកុំរំខានការរស់ស៊ីរបស់ខ្ញុំឈប់សិនលោកដល់ខាងកណាត់នៅទីនេះហេតុអីមិនស្គាល់តកូលហើខ្ញុំថាមិនស្គាល់គឺមិនស្គាល់អីពួកអីឆាប់ចេញពួកគេចេញទៅចេញតប្រយ័ត្នណារបស់យ៉ាងម៉េចដែរពួកយើងទៅវិញរបស់ធានអេងបងយ៉ាងម៉េចដែរមិនអីទេរបស់ធានអេងខ្ញុំយល់ថាហ៊ានសៀនកោប្រកាសជាមានតាក់ទងនឹងកិច្ចការនេះពួកយើងកុំវាយស្មើបើអត់ពួកអីយើងទៅសាលាស្រុកមុនដើម្បីស្រាវជ្រាវឯកសារក្នុងករណីនេះកើតឡើងរបស់ប្រយ័ត្នបន្តិចណាសាលាក្តីនេះមើលទៅហំហាន់ណាប៉ុន្តែមិនអាចដោះស្រាយការលំបាករបស់ប្រជារាស្ត្របានយើងចង់ឲ្យចៅហ្វាយស្រុកឈិញថងនេះប្រាប់យើងឲ្យច្បាស់ពីរឿងនេះរបស់ធានអេងគ្រឿងនេះពោពេញទៅដោយចំណុចសង្ស័យច្រើនពួកយើងចូលទៅក្នុងសាលាក្តីប្រាប់យ៉ាប់ចាញ់ឲ្យមែនទេទុកចិត្តចុះខ្ញុំមានមធ្យោបាយរបស់ខ្ញុំជ្រាបឱកាសនេះយើងក៏ចង់ដឹងដែរសាលាស្រុកឈិញថងល្អឬក៏អាក្រក់ធ្វើយ៉ាងណាវិញមើលចុះនេះជាត្រារបស់អ្នកណាការប៉ັດគិនចឹងទេលោកម្ចាស់ទេលោកម្ចាស់វិវត្តឲ្យលោកម្ចាស់រឿងធម្មតាហើយជំរាបលោកម្ចាស់មហាមន្ត្រីរបស់ព្រះរាជានឹងទិញអូវៃមកដល់ហើយមហាគ្រូទិញនៅណាខ្ញុំមិនហ៊ានហាមគាត់ទេឥឡូវនេះគាត់អាចចូលមកហើយឆាប់ជិះគាត់ចូលមកបាទសូមគោរពលោកមហាគ្រូទិញមិនបាច់គួរសមទេសូមទោសលោកគ្រូទិញស្រាប់តែមកដល់សាលាស្រុកយើងតើមានកិច្ចការអីសំខាន់ចង់ណែនាំដល់ពួកខ្ញុំមិនទេសូមលោកមានប្រសាសន៍ប្រាប់ខ្ញុំមកចុះខ្ញុំបាត់នឹងខំព្រឹកឲ្យអស់ពីលទ្ធភាពប្រឹងអស់ពីលទ្ធភាពគឺផ្សារណាលោកកុំឈរអញ្ចឹងឆាប់រកកន្លែងអង្គុយទៅបាទលោកម្ចាស់ហងយើងពិនិត្យឃើញកិច្ចការក្នុងស្រុកឈិញថងយល់ថាអ្វីល្អគ្រប់យ៉ាងទាំងអស់ប៉ុន្តែពេលដែលទៅដល់កន្លែងមួយនោះក៏យល់ថាមានការចម្លែកបន្តិចហើយជាពិសេសគឺយើងមិនយល់តទៅសោះលោកម្ចាស់ចង់និយាយពីសំណាក់តកូលហើចំពោះផ្ទះនេះខ្ញុំមានការសោកស្ដាយបំផុតចំពោះគ្រួសារតកូលហើជួបរឿងអគិភ័យកើតឡើងដល់សាហាវយ៉ាងនេះលោកម្ចាស់ហងតើរឿងនេះកើតឡើងរបៀបណាទៅហើយស្លាប់មនុស្សអស់ប្រមាណនេះ
ហើយតើប្រមាណអ្នកដែលអាចគេចផុតគ្រោះថ្នាក់លើកនេះភ្លើងឆេះគ្មានមូលហេតុស្លាប់គ្មានសល់ម្នាក់គ្មាននរណានៅរស់ទេនិយាយតែផ្ដាស់រឿងភ្លើងឆេះខ្លាំងដល់ម្លឹងស្លាប់តែមនុស្សទៀតក្នុងនាមជាមន្ត្រីមូលដ្ឋានចាត់ទុកជាករណីភ្លើងឆេះធម្មតាបញ្ចប់ក្តីដែលគ្មានការដោះស្រាយលោកម្ចាស់សូមលោកម្ចាស់កុំអាលខឹងអីបញ្ចប់រឿងក្តីនេះគឺមកពីខ្ញុំបាត់មានភាពតល់ច្រកតែប៉ុណ្ណោះជាក់ស្ដែងគឺគ្មានលទ្ធភាពតែម្ដងតែលោកមានផលពិបាកអីជំរាបលោកម្ចាស់រំលងភ្លើងឆេះផ្ទះខ្ញុំទៅដល់កន្លែងកើតហេតុឲ្យគ្រូពិនិត្យសាកសពនៅនឹងកន្លែងស្រាវជ្រាវចំណុចសង្ស័យក្រោយមករឿងនេះក៏ទៅផ្អាកស្រាវជ្រាវតទៅទៀតទៅបញ្ឈប់ការស្រាវជ្រាវព្រោះមួយមានអ្នកណាគេគម្រាមលោកពីក្រោយមែនទេរឿងនេះមិនមែនជាការគម្រាមទេគ្រាន់តែអាណិតដល់ញាតិសន្តាននៃគ្រួសារនេះនិងអាណិតអាសូរដល់ពួកគេតែប៉ុណ្ណោះញាតិសន្តានលោកចង់ថាឯណាគឺកូនស្រីគ្រួសារតកូលហើនៅស្រុកប៉ៃយ៉ាងឈ្មោះហើហ្វុងអ៊ីអ្នកនាងហ្វុងអ៊ីជំរាបលោកម្ចាស់អ្នកនាងហើហ្វុងអ៊ីគឺជំនួសតែមួយគត់រស់នៅក្នុងគ្រួសារនៅពេលដែលខ្ញុំស្រាវជ្រាវរឿងក្តីនេះគ្រួសារលីនៅស្រុកប៉ៃយ៉ាងក៏ឲ្យមនុស្សមកយ៉ាងបញ្ញាប់ក្នុងនោះនាំទាំងចៅហ្វាយស្រុកប៉ៃយ៉ាងលោកម្ចាស់ហ្វុងថៅផ្ញើសារមួយច្បាប់មកឲ្យខ្ញុំបាត់ទៀតផងបាត់សារលោកម្ចាស់ហ្វុងគាត់សរសេរថាម៉េចខ្លះក្នុងសាររបស់គាត់បានពំនាំនៅគោលបំណងរបស់កូនប្រសាគ្រួសារតកូលលីវសូមឲ្យខ្ញុំយកញាតិសន្តាននៃគ្រួសាររបស់នាងបញ្ចុះសពបានឆាប់រហ័សហើយបញ្ចប់ក្តីតែម្ដងលោកបានន័យថាគ្រួសារតកូលលីវអង្គគេយកសម្បត្តិរបស់លោកចៅហ្វាយស្រុកប៉ៃយ៉ាងផ្ដាំទៅលោកយកសាកសពគ្រួសារតកូលហើតែប្រចាំពិតជាអញ្ចឹងមែនបើសិនជាញាតិសន្តាននៃគ្រួសារតកូលហើសំណុំពរយ៉ាងនេះទៅហើយព្រមទាំងមានសារលិខិតរបស់លោកមន្ត្រីសាលាស្រុកហើយនេះហើយខ្ញុំក៏ធ្វើតាមបំណងល្អដើម្បីជាការគោរពដល់ពួកគាត់លោកម្ចាស់ហុងតើលោកនឹងចាំបានទេគ្រួសារតកូលីវឲ្យនរណាយកសម្បត្តិផ្ញើមកលោកនោះគឺជាមេការគ្រួសារតកូលីវឈ្មោះចាំងយៀនតាមពិតគឺម្នាក់ហ្នឹងលោកម្ចាស់ស្រាវជ្រាវឃើញអាចកំបាំងអីខ្លះទៅហើយលោកម្ចាស់ហ្វុងរឿងនេះមានចំណុចសង្ស័យច្រើនណាស់អយុត្តិធម៌ពេកហើយលោកមិនរកការពិតបែរជាបញ្ចប់រឿងក្តីបែបនេះតើលោកដឹងទេព្រោះតែការធ្វើប្រហែលរបស់លោកបានធ្វើឲ្យអ្នកដែលប្រព្រឹត្តខុសច្បាប់នោះរួចខ្លួនទាំងអស់ហើយបែរជាឲ្យមនុស្សស្លាប់យ៉ាងអត់ន័យទៀតផងលោកបញ្ចាស់ចាំមិនអីត្រឹមត្រូវណាស់មកពីខ្ញុំប្រហែលសូមលោកម្ចាស់ដាក់ទោសខ្ញុំមកចុះលោកម្ចាស់ហងឥឡូវនេះមិនមែនជាពេលដេញដោលកំហុសអ្នកណាទេលោកម្ចាស់យកទៅប្រគិតកោធ្វើរបបបាត់នេះដែរមិនតាន់បានជាស្រុកបុណ្យឡើយទេលោកម្ចាស់សូមលោកម្ចាស់អញ្ជើញមកតាមខ្ញុំមកខ្ញុំនឹងជួយគ្រូពេទ្យមកព្យាបាលជូនលោកម្ចាស់សូមលោកម្ចាស់ប្រយ័ត្នប្រយែងផងប្រយ័ត្នតែណាបងធានអេងក្រោកហើយឯងខ្ញុំគ្រាបងមិនអីទេចិត្តពឹសក្នុងខ្លួនបងមិនដឹងចិត្តអស់ហើយគ្មានបញ្ហាអ្វីទេកុំរំអីឯណាលោកម្ចាស់ហុងយើងខឹងដល់ម្លឹងច្បាស់ជាធ្វើឲ្យគាត់ភ័យខ្លាំងណាបងកុំរំអីខ្ញុំធ្វើតាមបងនិយាយហើយពួកយើងធ្វើការស្រាវជ្រាវក្តីនេះឡើងវិញហើយក៏ប្រាប់គាត់ថាមិនបន្តគាត់ទេប៉ុន្តែ
គាត់ខ្លួនឯងបន្ទោសខ្លួនឯងខ្លាំងណាស់យើងក៏មិនយល់ដែរលោកម្ចាស់ហងជាមន្ត្រីស្រឡាញ់ប្រជារាស្ត្រម្នាក់